ស្រស់ពិសេសឃើញស្រីអូនស្លៀកខ្លីស្អាតណាស់ជីវ៉ាចង់ស្គាល់ឈ្មោះផងអូនគិតយ៉ាងណាប្រាប់ផងជីវ៉ាបងចង់សុំស្នេហ៍បងសូមប្រាប់ប្រលឹងអូនស្លៀកខ្លីៗយ៉ាងនឹងប្រុសទ្រាំមិនបានទេជាមួយបទនេះផ្ញើជូនស្រីខ្មែរនាំគ្នាជួយថែវបទធម៌ខ្មែរផងសូមលើកបទថ្មីមេឡូឌីថ្មីច្រៀងពីរឿងពិតក្នុងជីវិតយុវវ័យផ្ញើជូនជាពិសេសដល់នារីសម័យថ្មីដែលកំពុងតែបែកស្ទួយមិនគិតខ្លួនជាស្រីដែលលេងហឺហាត់ស្បាជើងបាត់តាស្លីខោខ្លីពាក់អាវចំហលេបញ្ចេញសាច់សាក់ខ្ចីសួរថាធ្វើអញ្ចឹងតើបានប្រយោជន៍អីយើងជានារីខ្មែរគួរតែអាណិតបកអាណិតដល់អ្នកម៉ែទូមានព្រាមប្រដៅដល់ស្រីពើមិនស្ដាប់ទេទៅរៀនគេសាឡាទៅចុះការ៉ាអូខេខ្លះអាយុ15មួយបប7 18ក៏ចាប់តើមានស្នេហ៍ណាត់គ្នាដើរលេងនៅតាមយត់ទុនលេខសាសងបងអូនមិនតន់បងប៉ុន្មានខែប្រគល់ព្រំចារីបោះឲ្យប្រុសស្នេហ៍មិនអាណិតដល់ពុកបន្ទប់មកកុយម៉ាយសួរថាធ្វើអញ្ចឹងតើវាសុំដែរទេហាតើវាសុំដែរទេហាណាសូមប្រាប់ប្រលឹងអូនស្លៀកខ្លីស្លីយ៉ាងនឹងក៏វាស្អាតយ៉ាងដែរតែគិតទៅដូចមិនសមស្រីខ្មែរសុំទោសងាសមេឈប់បានឈប់ទៅលើកហាត់ប្រនំសុំតបស្រីស្រីខាត់ចម្រៀងជាមតាមថាសង្គមស្លៀកខ្លីអាណិតដល់យាយតាអ៊ំប្រុសនៅអ៊ំស្រីអូនស្លៀកខ្លីអញ្ចឹងគាត់ថាវាសមទេអីហាយើងគឺជាកូនខ្មែរគួររក្សាប្រពៃណីស្លៀកបែបឲ្យសមសួនឲ្យសមនឹងនិយាយស្រីដឹងហើយសម័យនេះមិនមែនចំនួនកាប់8សម័យគេចាយដុល្លារលៀបលេឡើងសោះចេញក៏តាំងស្លៀកខ្លីបងអ៊ុតប្រុសចំណែកខ្ញុំឯនេះមើលឡើងចង់ឈាមច្រមុះពេលដែលឃើញគេផុសនៅលើវេសាបុកអាវខៃខោខ្លីសាច់ឡើងត្រឡប់លុកមិនក៏ធ្វើអញ្ចឹងកូនមាសពុកសម័យវេសាបុកចេះតែដើរមានផ្ទៃម៉ែនៅផ្ទះក៏អត់ដឹងរឿងអីបើជាកូនមានផ្ទៃក្នុងវ័យសិក្សាអ្នកខ្លះទៅរៀនបើជាមានសង្សារគេថារៀនអត់ចូលបើសិនជាអត់ស្នេហាតែពេលខូចចិត្តកាត់ទុកខ្លោចផ្សាតាំងឈប់សិក្សាទៅធ្វើការរោគចោលអ្នកខ្លះនៅផ្ទះនេះស៊ីអត់បានការអ្នកខ្លះគិតខ្លីទៅឡើងស្ពានជួយចំបាលោតចូលទឹកទ្រុងបែកសំពំកាយចាអាដៃលោតទឹកខ្លះផឹកណាំពុលខ្លះចង់កងប់ទៅអត់ប្រយោជន៍ចឹងសាក់តកើជាខ្មោចគេតែបានពុតទុកមិនអាណិតម៉ែអូរនចាំងងប់មកធ្វើឲ្យគាត់ខូចចិត្តដែលជំរុលយកកាត់ពុតទុំណែងព្រោះតែកូនស្រីសំឡាញ់ខំប្រឹងខ្នះខ្នែងខំប្រឹងថែទួនកាពីកូននៅទុយមកសើបានដេកពួនខ្លាចសัตว์ខំតិចកូនមិនស្រួលខ្លួនធ្វើការហត់នឿយលំមិនដែលអែតអូនហ៊ានធ្វើអន្តរអក្រក់ក៏ព្រោះតែដាំបីកូនបែកជាស្រស់ស្រីស្ងួនកូនដែលខំផ្លូវសែនគប់មិត្តភក្តិមកសើជាអាស្រើកិរិយាអាវ៉ាសារ៉ូមូរណាភាពទៅតាឲ្យម៉ែអូរស់នៅមានន័យអ្វីអញ្ចឹងគួរតែគិតឡើងពីណាពូនស្រីបើដឹងខ្លួនខុសត្រូវកែសាជាថ្មីធ្វើខ្លួនអោវិញមិនខ្វះទេផ្ទៃជីវិតអូនមានតែនៅពេលអូនចេះគិតហើយខ្ញុំជាងនេះមិនមែនខ្ញុំមានទុំនឹកជុំជាងខ្ញុំគិតមិនមែនខ្ញុំចង់ល្បីហើយខ្ញុំសុំទោសហើយក៏សូមខន្តីអភ័យទូផងចោលសិនបើលើលួសសូមបងអូនប្រណីអភ័យអត់ដល់នេះជាជីងថ្មីគេមិនក៏ស្គាល់មកក៏មិនក៏លបីនៅភូមិកូកូជាប់ច័ន្ទសេរីស្រុកប្រាសាទបាឡាំងកំពង់ធំនោះអី